កលវិទ្យាល័យនៅចិនគេមានរៀនមុខវិជ្ជាអីគេខ្លះទៅសាកលនៅចិនអត់ខុសពីនៅខ្មែរបរិញ្ញាមានគ្រប់មុខវិជ្ជាចឹងប៉ុន្តែមិនមែនថាមួយសាលាហ្នឹងគឺមានបរិញ្ញាគ្រប់មុខទេវាដូចថាបែងចែកទៅតាមសាលាគេមានសាលាខ្លះបរិញ្ញា focus ទៅខាង business ឬក៏ខាង finance ខាង account ឬក៏សាលាខ្លះ focus ទៅលើសិល្បៈឬក៏សាលាពេទ្យអីអញ្ចឹងទៅអញ្ចឹងគេមានបែងចែកសាលាតាមហ្នឹងអញ្ចឹងបើសិនជាអ្នកនរគ្នាសួរថាសាលានៅចិនបរិញ្ញាអីគេខ្លះខ្ញុំចាថាឆ្លើយទៅគឺបរិញ្ញាទាំងអស់ហ្នឹងអ្នកនរគ្នាតែសំខាន់អ្នកនរគ្នាចង់រៀនមុខវិជ្ជាអីគេហើយចង់រៀននៅសាលាណាបើសិនជាយើងដឹងខ្លួនឯងថាចង់រៀនមុខវិជ្ជាអីចង់រៀននៅសាលាណាហើយយើងអាចទៅ search មើលទៅថាសាលាដែលយើងចង់រៀនហ្នឹងមានមុខវិជ្ជាដែលយើងចង់រៀនអត់បើមានអូខេយើងអាចរកព័ត៌មានតាក់ទងមួយសាលាហ្នឹងទៀតបានតែបើសិនជាអត់ទេយើងអាចរកមើលសាលាផ្សេងដែលយើងគិតថាអូខេយើងអាចទៅរៀនបានអីអញ្ចឹងទៅអញ្ចឹងសំខាន់អ្នកនរគ្នាដឹងថាខ្លួនឯងចង់រៀនមុខវិជ្ជាអីហើយទៅរកសាលាដែលមានមុខវិជ្ជាហ្នឹងហើយឬក៏សាលាដែលអ្នកនរគ្នាគិតថាវា fit ជាមួយអ្នកនរគ្នាចង់ទៅរៀននៅសាលាហ្នឹងអីអញ្ចឹងទៅបើថាមុខវិជ្ជាគឺវាមានបរិញ្ញាទាំងអស់ហ្នឹងហើយមានអាចថាមានបរិញ្ញាច្រើនជាងនៅខ្មែរទៀតមុខវិជ្ជាខ្លះនៅខ្មែរអត់មានបរិញ្ញាទេប៉ុន្តែនៅចិនមានអីអញ្ចឹងyes ដូចខ្ញុំនិយាយដដែលគឺអ្នកនរគ្នារកមើលមុខវិជ្ជាដែលខ្លួនឯងចង់រៀនរកមើលសាលាហើយរកមើលតើថាសាលាហ្នឹងមានមុខវិជ្ជាអ្នកនរគ្នាចង់រៀនអត់ yes មានតែប៉ុណ្្នឹងទេអរគុណបាយបាយ